ក្មេងប្រុសម្នាក់បានបដិសេធមិនចង់ទៅរៀនទេតាមពិតទៅក្មេងប្រុសម្នាក់នេះបានសុំអ្នកតាឲ្យខ្លួនប្រែក្លាយទៅជាសត្វគោក្មេងប្រុសគិតថាគេនឹងអាចគេងលក់ស្រួលជារៀងរាល់ថ្ងៃចាប់ពីថ្ងៃនេះតទៅដោយមិននឹកស្មានថាឪពុករបស់គេបានមកដល់ទីកន្លែងនេះគាត់ក៏ឃើញសត្វគោរបស់គាត់កំពុងតែដេកទៀតហើយគាត់មិនបានដឹងថាមានអ្វីកើតឡើងទេហើយគាត់ក៏បានវាយសត្វគោនេះមួយប្រណូមក្មេងប្រុសបានក្លាយទៅជាសត្វគោដោយគ្មានអ្វីអាចពន្យល់បានក្មេងប្រុសជីគោបានយំទៅកាន់ឪពុករបស់គេតែឪពុករបស់គេមិនយល់ឡើយនៅទីបំផុតក្មេងប្រុសជីគោបានត្រឹមតែជួយឪពុកដឹកអូសត្រឡប់មកផ្ទះវិញតែប៉ុណ្ណោះមិននឹកស្មានថាក្មេងប្រុសជីគោនេះទើបតែទម្លាក់អូសរួចឪពុករបស់គេក៏បានដឹកគេទៅភ្ជួរដីស្រែថែមទៀតរាងកាយរបស់ក្មេងប្រុសជីគោមិនមានកម្លាំងច្រើនទេបានមួយសន្ទុះក្រោយមកក្មេងប្រុសជីគោក៏នឿយហត់ស្ទើរតែដកដង្ហើមមិនរួចតាមពិតទៅក្មេងប្រុសជីគោមិនអាចជៀសផុតពីការវាយដំរបស់ឪពុករបស់គេបានទេក្រោយពេលត្រឡប់មកផ្ទះវិញឪពុករបស់គេមានអារម្មណ៍ថាមានអ្វីខុសប្រក្រតីគាត់ក៏បានប្រាប់ទៅប្រពន្ធរបស់គាត់ពីរឿងនេះប្រពន្ធគិតថាប្រហែលជាសត្វគោមួយក្បាលនេះហត់ខ្លាំងពេកទើបនាងដាក់ចំណីឲ្យបន្ថែមក្មេងប្រុសជីគោបានក្រឡេកទៅមើលចំណីដែលមានក្លិនស្អុយគេមិនអាចបរិភោគបានតតែសោះនៅពេលនេះក្មេងប្រុសម្នាក់នេះមានអារម្មណ៍សោកស្ដាយជាខ្លាំងក្រឡេកទៅមើលសត្វគោដែលកំពុងស្រក់ទឹកភ្នែកប្តីប្រពន្ធទាំងពីរនាក់មានការងឿឆ្ងល់ជាខ្លាំងប៉ុន្តែដីស្រែនៅឯក្រោយផ្ទះមិនទាន់ភ្ជួររួចនៅឡើយដូច្នេះទោះបីជាក្មេងប្រុសជីគោមិនហូបចំណីក៏គេត្រូវតែធ្វើការដដែលភាពអស់សង្ឃឹមនៅក្នុងចិត្តបូករួមទាំងរាងកាយអស់កម្លាំងឥតប្រមាណភ្លាមក្មេងប្រុសជីគោក៏ដួលដេកនឹងដីឃើញដូច្នោះធ្វើឲ្យពុករបស់គាត់ខឹងជាខ្លាំងគាត់ក៏វាយគោនេះមួយដំបងថែមទៀតបើសិនមិនមានម្ដាយរបស់គេកំពុងធ្វើការនៅជិតនេះចេញមកខត់ទាន់ពេលទេប្រហែលជាក្មេងប្រុសម្នាក់នេះត្រូវឪពុករបស់គេវាយរហូតដល់ស្លាប់នៅក្នុងថ្ងៃនេះហើយពេលនោះទើបស្ត្រីជាម្ដាយបានដឹងថាគោមួយក្បាលនេះបានហត់រហូតដល់បែកពុះមាត់ក្មេងប្រុសជាគោពិតជាហត់ខ្លាំងណាស់បន្ទាប់ពីដើរបានបន្តិចឪពុករបស់គេមានអារម្មណ៍ថាសត្វគោដ៏ចាស់នេះគឺគ្មានប្រយោជន៍ជាឡើយពេលដែលគាត់ត្រឡប់មកវិញគាត់បានគិតចុះគិតឡើងជាច្រើនសារលុះធ្វើដំណើរមកដល់ពាក់កណ្ដាលផ្លូវសត្វគោក៏អស់កម្លាំងក៏ទន់ជង្គង់ហើយរទេះក៏របូតថយក្រោយឪពុករបស់គេបានបាត់បង់ទំនិញជាច្រើនដោយខឹងខ្លាំងពេកគាត់ក៏សម្រេចចិត្តថាមិនទុកគោមួយក្បាលនេះទៀតទេហើយក៏ទាញគោមួយក្បាលនេះទៅផ្សារទាំងយប់នៅពេលនេះក្មេងប្រុសជីគោមួយក្បាលនេះនៅតែមិនដឹងថាតើតែបានឃើញឪពុកទទួលប្រាក់ពីអ្នកកាប់គោភ្លាមនោះក្មេងប្រុសជាសត្វគោក៏ភ្ញាក់ខ្លួនព្រឺតប៉ុន្តែវាបានហួសពេលទៅហើយក្មេងប្រុសជីគោបានត្រឹមតែមើលឪពុករបស់ខ្លួនយកប្រាក់ហើយដើរចាក់ចេញទៅដោយគិតថាគេចិត្តស្លាប់ហើយភ្លាមនោះក្មេងប្រុសបានរើបន្លាស់ជាខ្លាំងក្រោយពីបានជល់អ្នកកាប់គោឲ្យដួលរួចហើយគេក៏បានរត់ទៅតាមឪពុករបស់គេប៉ុន្តែសត្វគោដែលរៀបនឹងឡើងជ្រុញហើយតើឲ្យរួចខ្លួនដោយរបៀបណាទៅទីបំផុតក្មេងប្រុសជីគោបានរត់តាមទាន់ឪពុកគាត់មិនដឹងថាមកពីហេតុអ្វីទេហើយគាត់បានត្រឹមតែស្ដីបន្ទោសគាត់និយាយមិនទាន់ផុតពីមាត់ផងអ្នកកាប់គោកាន់ប្រនូងរត់តាមពីក្រោយមកដើម្បីរស់ក្មេងប្រុសជីគោមានតែបន្តរត់ទៅមុខដោយក្តីអស់សង្ឃឹមសូម្បីតែអ្នកចំណាយប្រាក់ទិញសាច់ក៏មិនអាចទ្រាំបានដែរពួកគេរត់ដេញតាមពីក្រោយយ៉ាងជិតពេលឃើញអ្នកកាប់គោរត់កាន់តែគៀកដោយភ័យខ្លាចខ្លាំងពេកសត្វគោមួយក្បាលនេះក៏បានគាត់ដាំឈើមួយដាំឲ្យរលំបន្ទាប់ពីអ្នកកាប់គោនិងអ្នកផ្សេងឯទៀតរងរបួសទីបំផុតក្មេងប្រុសជីគោមានឱកាសបានសម្រាកខ្លះហើយក្មេងប្រុសមានការសោកស្ដាយជាខ្លាំងចំពោះការជ្រើសរើសរបស់គេវាប្រហែលមកពីគេនៅលេងដល់យប់ជ្រៅពេកទើបបណ្ដាលឲ្យគេគេងលក់យ៉ាងស្កប់ស្កល់នៅក្នុងថ្នាក់រៀនជាញឹកញាប់នេះជាមូលហេតុដែលធ្វើឲ្យគេត្រូវបានលោកគ្រូដាក់ពិន័យដោយរំពាត់ប៉ុន្តែក្រោយពីគេត្រូវពិន័យរួចហើយក្មេងប្រុសនៅតែបន្តលេងរហូតដល់យប់ជ្រៅជារៀងរាល់យប់ពេលខ្លះគេញ៉ាំមួយដេកខ្លាំងពេកស្ទើរតែដើរធ្លាក់ទឹកស្ទឹងក៏មានដែរទោះបីជាឪពុករបស់ក្មេងប្រុសព្យាយាមអប់រំគេតែក្មេងប្រុសនៅតែជជែករឹងរូសមិនព្រមស្ដាប់ទីបំផុតក្មេងប្រុសបានព្យាយាមគេចសាលាដើម្បីបានដេកលក់ស្រួលក្មេងប្រុសម្នាក់នោះបានសុំអង្វរអ្នកតាឲ្យប្រែក្លាយគេទៅជាសត្វគោពណ៌លឿងវិធីនេះអាចធ្វើឲ្យគេអាចញ៉ាំស្រួលនិងគេងបានជារៀងរាល់ថ្ងៃក្មេងប្រុសមិនបានដឹងថាការក្លាយជាគោគឺនឿយហត់ខ្លាំងជាជាងធ្វើជាមនុស្សបើសិនជាគេអាចជ្រើសរើសម្ដងទៀតគេប្រកាសជាទៅរៀនឲ្យបានល្អលែងបង្កបញ្ហាឲ្យពុកម្ដាយនិងលោកគ្រូអ្នកគ្រូទៀតហើយគិតដល់រឿងនេះក្មេងប្រុសក៏ស្រក់ទឹកភ្នែកហូរចេញមកប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះគឺត្រូវរត់គេចខ្លួនព្រោះថាអ្នកកាប់គោរត់យ៉ាងលឿនតាមមកចាប់ទៀតហើយក្មេងប្រុសជីគោបានរត់ទៅលើកំពូលភ្នំស្ទើរតែអស់កម្លាំងប៉ុន្តែអ្វីដែលគេមិននឹកស្មាននោះគឺជុំបញ្ចប់នៃផ្លូវនេះគឺជាជ្រោះដ៏សែនជ្រៅវាយឺតពេលហើយដែលចង់ត្រឡប់ក្រោយវិញព្រោះអ្នកកាប់គោបានឡោមព័ទ្ធគេចិត្តអស់ហើយពេលនេះអាចធ្វើឲ្យក្មេងប្រុសជីគោបាត់បង់ជីវិតតែមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះអ្នកកាប់គោកាន់តែខិតជិតមកដល់ក្មេងប្រុសជីគោភ័យខ្លាចខ្លាំងណាស់បានត្រឹមតែដើរថយក្រោយជាលទ្ធផលគេបានធ្លាក់ទៅក្នុងជ្រោះដ៏សែនជ្រៅនោះ
គ្រាន់តែគិតដល់ចំណុចនេះក្មេងប្រុសជីកូអាចនឹងស្លាប់បាត់បង់ជីវិតរួចហើយក្មេងប្រុសបានដេកនៅក្រោមដើមឈើស្រាប់តែភ្ញាក់ពីដំណេកគេបានត្រេកអរជាខ្លាំងហាក់បីដូចជាបានកើតមកម្ដងទៀតគេក៏បានភ្ញាក់ដឹងខ្លួនថាពីមុនមកគេគឺជាអ្នកខុសបន្ទាប់ពីគេត្រឡប់មកដល់ផ្ទះវិញក្មេងប្រុសបានក្លាយជាមនុស្សផ្សេងម្នាក់ទៀតគេមិនត្រឹមតែឧស្សាហ៍ព្យាយាមជួយការងារផ្ទះរបស់ឪពុកម្ដាយតែប៉ុណ្ណោះទេថែមទាំងឈប់ដេកនៅក្នុងថ្នាក់រៀនទៀតហើយសូម្បីតែលោកគ្រូរបស់គេក៏មានការងឿឆ្ងល់ផងដែរក្រោយពីរៀនរួចក្មេងប្រុសក៏ធ្វើលំហាត់កិច្ចការផ្ទះទាន់ពេលវេលាដូច្នេះគេអាចគេងលក់បានយ៉ាងស្រួលឃើញការផ្លាស់ប្ដូររបស់កូនគាត់ប្តីប្រពន្ធមួយគូនេះសប្បាយចិត្តជាខ្លាំងក្មេងប្រុសដែលទទួលបានឱកាសជាលើកទី2នេះគឺជារឿងនិទានសម្រាប់អប់រំតែប៉ុណ្ណោះតាមពិតទៅជោគវាសនាមិនបានផ្ដល់ឱកាសឲ្យអ្នកគ្រប់គ្នាចាប់ផ្ដើមសារឡើងវិញនោះទេដោយពាក្យលោកថាផ្ការីកហើយមិនអាចរីកម្ដងទៀតទេគម្រោងចាំរហូតដល់អ្នកចាស់ទៅរួចដកដង្ហើមធំសម្លឹងមើលរូបថតចាស់បើសិនជាពួកគេស្រឡាញ់ពេលវេលានៃការសិក្សាទើបមានតម្លៃដូច្នេះចូលប្រើពេលវេលាសិក្សារៀនសូត្រឲ្យបានច្រើនបំផុតសូមកុំបណ្ដោយឲ្យអនាគតរបស់ខ្លួនឯងចុងក្រោយដកដង្ហើមធំដោយពាក្យស្ដាយក្រោយកុំឲ្យក្តីសង្ឃឹមរបស់ឪពុកម្ដាយរលាយសាបសូន្យសូមកុំខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃនេះឲ្យសោះ